សម្ដេចធិបតីថ្លែងអំណរគុណដល់ក្រសួងស្ថាប័នអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ដែលបានបំពេញភារកិច្ចធានានូវសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជានៅព្រឹកថ្ងៃទី17ខែមេសានេះបានផ្ញើសារថ្លែងអំណរគុណដល់ក្រសួងស្ថាប័នអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ដែលបានបំពេញភារកិច្ចធានាបាននូវសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររយៈពេល3ថ្ងៃកាលពីថ្ងៃទី14ដល់ថ្ងៃទី16ខែមេសាកន្លងទៅនេះសម្ដេចធិបតីបានលើកឡើងលើទំព័រ Facebook បែបនេះថាក្នុងនាមរាជរដ្ឋាភិបាលនិងក្នុងនាមខ្លួនសម្ដេចផ្ទាល់សម្ដេចសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងស្ថាប័នអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់គ្រប់រាជធានីខេត្តក៏ដូចជានៅក្រៅប្រទេសកងយុទ្ធពលខេមរៈភូមិន្ទកងនគរបាលជាតិកងរាជអាវុធហត្ថប្រជាការពារអ្នកអនាម័យនិងកម្លាំងស្ម័គ្រចិត្តគ្រប់យន្តការទាំងអស់ដែលបានចូលរួមសហការបំពេញភារកិច្ចរៀបចំតុបតែងនិងប្រចាំការការពារសន្តិសុខសណ្ដាប់ធ្នាប់ធានាបាននូវសុវត្ថិភាពបង្កលក្ខណៈដល់ការកំសាន្តសប្បាយរបស់លោកតាលោកយាយអំពូមីងបងប្អូនព្រមទាំងបានញ៉ាំងឲ្យការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំម្សាញ់ស័កស័កពុទ្ធសករាជ2568នៅទូទាំងប្រទេសបានប្រព្រឹត្តទៅដោយភាពសប្បាយរីករាយសោភ័ណភាពសេចក្តីថ្លៃថ្នូរសុខសុវត្ថិភាពរបៀបរៀបរយល្អប្រកបដោយមោទនភាពជាតិជាមួយគ្នានេះផងដែរសម្ដេចក៏សូមថ្លែងអំណរគុណដល់លោកតាលោកយាយអំពូមីងបងប្អូននិងភ្ញៀវបរទេសទាំងអស់ដែលបានចូលរួមលេងកម្សាន្តប្រកបដោយភាពរីករាយព្រមទាំងថែរក្សាបាននូវប្រពៃណីវប្បធម៌ដ៏ផូរផង់របស់ខ្មែរកត្តាចម្បងបំផុតគឺម្លប់នៃសុខសន្តិភាពដែលបានផ្ដល់នូវឱកាសឲ្យប្រជាជនខ្មែរគ្រប់រូបអាចរួមរស់ប្រកបដោយកុសលធម៌និងសាមគ្គីធម៌ក្នុងធ្លុងជាមហាគ្រួសារខ្មែរតែមួយនៅលើទឹកដីមាតុភូមិអង្គរដ៏បវរជាទីស្នេហានិងក្នុងសេចក្តីសុខក្សេមក្សាមអកិត្តិយសនិងសេចក្តីថ្លៃថ្នូរជាដរាបតរៀងទៅជាថ្មីម្ដងទៀតសម្ដេចសូមបួងសួងដល់ទេវតាឆ្នាំថ្មីសូមប្រសិទ្ធពរសូមប្រគិនពរដល់ព្រះតេជះព្រះគុណគ្រប់ព្រះអង្គនិងជូនពរដល់សម្ដេចទ្រង់អាយុឧត្តមលោកជំទាវអ្នកអង្គការលោកស្រីអំពូមីងបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់សូមជួបប្រទះតែសុខភាពល្អសុខសុភមង្គលនិងទទួលបានសេរីសួស្តីជោគជ័យគ្រប់ប្រការព្រមជាមួយនឹងពុទ្ធពរទាំងឡាយ4ប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយនិងសូមជូនពរលោកតាលោកយាយអំពូមីងបងប្អូនប្រជាពលរដ្ឋដែលមិនមែនជាពុទ្ធសាសនិកជននិងជូនពរជ័យសិរីសួស្តីជ័យជំនះគ្រប់ប្រការកុំបីអាក់ខានឡើយសូមធ្វើដំណើរប្រកបដោយភាពប្រុងប្រយ័ត្ននិងសុខសុវត្ថិភាព